ខ្ញុំថងស្រាត់សូមជម្រាបសួរពុកម៉ែបងប្អូនសូមគោរពសម្ដេចនាយករដ្ឋមន្ត្រីខ្ញុំបាទនិងអង្គរៈទាំង4បានទទួលរងនៅអំពើអយុត្តិធម៌ខ្ញុំបាទនិងអង្គរៈសូមអំពាវនាវដល់សម្ដេចនាយករដ្ឋមន្ត្រីសូមមេត្តាជួយរកយុត្តិធម៌ឲ្យយើងខ្ញុំទាំងអស់គ្នាផងយើងខ្ញុំមានមូលហេតុ2យ៉ាងដែលបញ្ជាក់ថាខ្ញុំទាំងអស់គ្នាគឺគ្មានការពាក់ព័ន្ធនឹងអំពើឃាតកម្មរបស់លោកអុកញ៉ាអឹងមិនជឿឡើយទី1រូបខ្ញុំបាទនិងលោកអុកញ៉ាអឹងមិនជឿមិនដែលធ្លាប់ស្គាល់គ្នាពីមុនមកគ្មានតំណែងតំណងរស់ស៊ីអ្វីជាមួយគ្នាគ្មានដីជាប់ព្រំគ្នាគ្មានមូលហេតុអ្វីដែលខ្ញុំត្រូវសម្លាប់គាត់ទី2បើសិនជាអង្គរៈរបស់ខ្ញុំបាទគឺជាឃាតករសួរថាពួកគាត់ហ៊ានជិះម៉ូតូតាមខ្ញុំទៅគ្រប់ទីកន្លែងឬអត់នៅពេលដែលរូបឃាតករបានបង្ហោះពេញបណ្ដាញ Facebook ជាងនេះទៅទៀតពេលដែលចាប់ខ្លួនដំបូងមានតែឈ្មោះ2នាក់ទី1កូចន្ទថលទី2ឈ្មោះមាសសម្បត្តិរីឯឈ្មោះលីសៅនិងសៀងវាសនាគឺជាខ្ញុំបាទហៅឲ្យទៅសងការដើម្បីសាក់សួរថាបើសិនជាពួកគាត់ទាំងពីរម្នាក់ជាអ្នកដឹកម្នាក់ជាអ្នកបាញ់តើពួកគាត់ហ៊ានទៅស្នងការឬអត់ម្យ៉ាងវិញទៀតគេចោទឈ្មោះសៀងវាសនាគឺជាឃាតករជាអ្នកបាញ់ទាំងនេះគឺជាការប្រឌិតមូលបង្កាច់ទាំងស្រុងព្រោះសៀងវាសនាប្រើដៃឆ្វេងរីឯឃាតករប្រើដៃស្ដាំសៀងវាសនាមានមាឌធំខ្ពស់ខ្មៅមើលយ៉ាងណាក៏មិនដូចឃាតករឡើយរីឯមនុស្ស3នាក់ទៀតឈ្មោះលីសៅកូចន្ទថលមាសសម្បត្តិខ្ញុំមានផតតាំងជាកាមេរ៉ានិងជាម៉ាស៊ីនខ្សែមេដៃបញ្ជាក់ថាពួកគាត់មិននៅកន្លែងកាត់ហេតុពេលដែលឃាតកម្មរបស់លោកអុកញ៉ាអឹងមិនជឿឡើយរឿងទាំងអស់នេះគឺគេចង់ធ្វើបាបរូបខ្ញុំចាប់អង្គរៈរបស់ខ្ញុំឲ្យសារភាពគោលបំណងគឺចោទរូបខ្ញុំតែប៉ុណ្ណឹងដោយក្រុមហ៊ុនខ្ញុំបាទរយៈពេលកន្លងមករស់ស៊ីរីកចម្រើនមានការទទួលស្គាល់និងការគាំទ្រពីអតិថិជនជាច្រើនខ្ញុំបានផ្គត់ផ្គង់នៅលំនៅឋានដែលមានតម្លៃថោកសមរម្យដល់បងប្អូនប្រជាពលរដ្ឋគ្រប់វណ្ណៈដែលជាហេតុធ្វើឲ្យមនុស្សជាច្រើនមិនសប្បាយចិត្តបានរៀបចំគម្រោងការមូលបង្កាច់ការពិតទម្លាក់កំហុសរបស់ខ្ញុំឲ្យខ្ញុំនិងអង្គរៈរបស់ខ្ញុំរងនៅអំពើអយុត្តិធម៌នៅលើសម័យដែលស៊ីវិល័យដឹកនាំដោយសម្ដេចតេជោយើងខ្ញុំសូមអំពាវនាវដល់សម្ដេចនាយករដ្ឋមន្ត្រីសូមសម្ដេចមេត្តាជួយយើងខ្ញុំទាំងអស់គ្នាផងយើងខ្ញុំទាំងអស់គ្នាពិតជារងនៅអំពើអយុត្តិធម៌ខ្លាំងណាស់ខ្ញុំបាទកំពុងរស់ស៊ីរីកចម្រើនគ្មានមូលហេតុអ្វីដែលខ្ញុំបាទទៅប្រព្រឹត្តបទល្មើសដើម្បីបំផ្លាញខ្លួនឯងក្នុងមួយថ្ងៃខ្ញុំបាត់បង់ទាំងអស់បើសិនជាអំពើអយុត្តិធម៌របស់ខ្ញុំបាទមិនបានផ្ដល់នៅភាពយុត្តិធម៌ទេសួរថាមានអ្នកវិនិយោគជាតិនិងអន្តរជាតិជាច្រើនទៀតពួកគាត់នៅមានការផិតភ័យមិនដឹងវាសនាពួករបស់ខ្ញុំនឹងថ្ងៃណាមួយនឹងធ្លាក់ទៅវាសនាពួកគាត់សូមសម្ដេចនាយកជួយរកយុត្តិធម៌ឲ្យយើងខ្ញុំទាំងអស់គ្នាផងការធ្វើបាបខ្ញុំម្នាក់នឹងប៉ះពាល់ដល់អតិថិជនរាប់ពាន់ជាច្រើនអ្នកទៀតមិនថាអតិថិជនរបស់បូរី999ទេអតិថិជនរបស់បូរីផ្សេងទៀតក៏សិតសឹងតែទិញក្នុងគម្រោងទាំងអស់ដូច្នេះសូមសម្ដេចមេត្តាជួយរកយុត្តិធម៌ឲ្យយើងខ្ញុំទាំងអស់គ្នាផងយើងខ្ញុំពិតជារងនៅអំពើអយុត្តិធម៌ខ្លាំងណាស់សូមសម្ដេចមេត្តាជួយរកយុត្តិធម៌ឲ្យយើងខ្ញុំទាំងអស់គ្នាផង